ចាសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចាចំពោះខ្ញុំវិញគឺសុខសប្បាយណាស់ហើយរត់តែសុខសប្បាយទៅទៀតនៅពេលដែលខ្ញុំបានចូលមកបង្រៀននៅមេរៀនថ្មីដល់បងប្អូនផងដែរចាថ្ងៃនេះផងដែរយើងនឹងរៀនមេរៀនទី47ដែលមានចំណងជើងថា최고를 파악하는 것이 중요해요ចាអញ្ចឹងចំណងជើងយើងបកថាការដែលយើងរក្សាតំណែងឲ្យមាននៅក្នុងឃ្លាំងហ្នឹងវាជាការសំខាន់ណាស់ចាអញ្ចឹងភាអក្ខតាហ្នឹងយើងប្រែថារក្សាឬក៏ទុកឬក៏រាប់ចំនួនណាយើងប្រើនៅតាមអត្ថន័យនៃប្រយោគរបស់យើងមួយចាហើយការរៀនក៏ដូចគ្នានៅមេរៀនមុនយើងរៀនអំពីហក្សមុខព្យរបស់យើងហ្នឹងរៀនអំពីការចាត់ចែងនៃការងាររបស់យើងហើយនឹងរៀនពីវិជ្ជករ2លឿនកតស៊ីជុំយោហាដាហើយនឹងអ៊ុលកតស៊ីដាចាអញ្ចឹងអត្ថន័យឲ្យច្បាស់លាស់ខ្ញុំនឹងបញ្យល់នៅទំព័រខាងក្រោមហើយមួយទៀតយើងរៀនពីពាក្យតាក់ទងអំពីការរៀបចំនិងដូចថាចាត់ចែងនៅក្នុងឃ្លាំងទំនិញរបស់យើងហ្នឹងហើយនឹងរៀនអំពីឧបករណ៍គ្រឿងសង្ហារិមចាអញ្ចឹងកុំឲ្យយូរយើងចូលទៅមើល OV ទី1របស់យើងដើម្បីយើងមកអាននៅសន្ទនាភ្លាមយើងនឹងយល់ហើយបកប្រែទៅយើងយល់ថាអត្ថន័យនេះយើងមានន័យដូចម្ដេចអូខេចាង let's go ចានេះ OV ទី1 OV il នេះយើងរៀនអំពី Chango Quali ចា Chango Quali ហ្នឹងមានន័យថា Chango ឃ្លាំងហើយ Quali ហ្នឹងការចាត់ចែងរៀបចំចាអញ្ចឹងការរៀបចំចាត់ចែងនៅឃ្លាំងទំនិញគេពាក្យទី1យើងឃើញមានពាក្យ Mulyo Chango ហ្នឹងគឺយើងប្រែថាឃ្លាំងទំនិញចាឃ្លាំងទំនិញហ្នឹងហើយនេះពាក្យបន្ទាប់ទៀតនេះយើងមានពាក្យណេងតុងឆាំងកូចាណេងតុងហ្នឹងយើងណេងតុងយើងដឹងហើយត្រជាក់ទូទឹកកកអីហ្នឹងត្រជាក់ហ្នឹងគេហៅថាណេងតុងគឺឃ្លាំងសម្រាប់ឃ្លាំងទូទឹកកកយើងប្រែអញ្ចឹងក៏បានឬក៏ឃ្លាំងត្រជាក់ហើយនេះយើងឃើញមានជាដំណាក់នេះជាប្រអប់នេះគឺ container ចា container ហ្នឹងគឺយើងប្រែថា container ភាសាខ្មែររបស់យើងហើយពីបន្ទាប់យើងឃើញមានពាក្យ ipco hada ចា ipco hada មានន័យថានាំចូលចាវាថាយើងដាក់អីវ៉ាន់ហ្នឹងចូលទៅខាងក្នុងគេហៅថា ipco hada ហើយមួយទៀត chulco hada មានន័យថានាំចេញជញ្ជូនចេញនាំចេញហើយពាក្យបន្ទាប់យើងឃើញមានពាក្យ phu kwan hada គឺមានន័យថាយើងរក្សាទំនិញរបស់យើងហ្នឹងគឺមានន័យថាភូខ្វាន់ហាដាស្មើនឹងពាក្យឈរចាំងហាដាចារក្សាទុកឬក៏ទុកនៅទំនិញចានេះឃើញគាត់នេះកំពុងតែយកកណាត់នេះយកមកក្របចាកណាត់ផ្លាស្ទិកយកមកក្របគឺយើងមានពាក្យក្របគឺថប់តាចាថប់តាដល់ពេលថប់គេឬថប់តាមានន័យថាក្របដណ្ដប់ទំនិញរបស់យើងហ្នឹងUntoru Yuchi Hada ចា Untoru Yuchi Hada គឺមានន័យថាYuchi ហ្នឹងមានន័យថារក្សាណាចារក្សា Unto មានន័យថាសីតុណ្ហភាពចាអញ្ចឹងរក្សាសីតុណ្ហភាពនេះឃើញគាត់កំពុងតែដើររាប់តំណែងនេះគឺ Chekoru Phaakhada ចា Chekoru Phaakhada យើងមានន័យថារាប់ចំនួនតំណែងចាកន្លែងនេះ Phaakhada យើងប្រែថារាប់ហើយបន្ទាប់ទៀតឃើញគាត់នេះកំពុងតែដើរមើលហើយនឹងដើរកត់គឺយើងមានពាក្យ Quali Hada យើងប្រែថារៀបចំចាត់ចែងចាចាត់ចែងនៅកន្លែងការងាររបស់យើងនេះឥឡូវយើងដល់មករៀនវិជ្ជករទី1របស់យើងគឺយើងមានពាក្យ Nün Kotsi Chungyo Hada Nün Kotsi Chungyo Hada ហ្នឹងយើងមានន័យថាសកម្មភាពនៅពីមុខហ្នឹងសកម្មភាពហ្នឹងគឺសំខាន់ចាការដែលធ្វើបែបហ្នឹងគឺវាមានសារៈសំខាន់ចាអញ្ចឹងយើងការប្រើប្រាស់ក៏ដូចគ្នាទេគឺយើងប្រើនៅពីក្រោយគ្រាសព្ទដែលបញ្ជាក់អំពីទង្វើរបស់យើងហ្នឹងត្រូវតែធ្វើចាទង្វើដែលត្រូវតែធ្វើហើយមួយទៀតគឺបញ្ជាក់នៅក្នុងន័យមួយដែលដាច់ខាតត្រូវតែធ្វើចាំបាច់ចាខាងចូលហាដាហ្នឹងហើយយើងមើលឧទាហរណ៍ទី1 Sikphum Changko Isonen Unto를 잘 유지하는 것이 중요합니다. 자, កន្លែងនេះយើងប្រែថា Sikphum គឺគ្រឿងម្ហូបចាគ្រឿងម្ហូបរបស់យើងហ្នឹងការដែលយើងរក្សានៅលំនឹងសីតុណ្ហភាពហ្នឹងវាជាការសំខាន់ណាស់ ចា
ចាសិចភូមិឆាំងកូនគឺឃ្លាំងដែលយើងដាក់គ្រឿងបរិភោគហ្នឹងគ្រឿងកំប៉ុងឬក៏មានរបស់ម្ហូបអាហារហ្នឹងសិចភូមិឆាំងកូចាហើយមួយទៀតណាគេថា모든 식품을 같은 온도를 유지합니까? 자, cái thằng chẳng ta dân trơi tài rẻ xa sự tôn lập hiệp cục tiếng cường bộ được hộp nâng men đài được tê chà chứ lấy pin khi người đã thá phát kê y nơn mùi con này thọc kê rư thọc bó thua sợi chà tu đá dân riêng hơi cứ mình này thá tục chà chẳng mà dân mơ được không phải dục ní phát kê y nơn mùi con phát kê y nơn mùi con dân prai thá y ván rồi có tùm nên đàn nơi kháng cải chà chẳng dân trơi tái crop vía tục chà thọc kê thọc bó thua sợiចាខ្ញុំបានកន្លែងយើងប្រើថាខ្ញុំបានក្របដណ្ដប់អីវ៉ាន់ឬក៏តំណែងដែលនៅខាងក្រៅរួចរាល់ហើយណាគេថាណែឆារេសអូល្អណាស់មូលកននេះផាស៊ុនថេជីអាន់តូរ៉ូហានិនកេជុងយោហេអូចាជាក្នុងនេះយើងមានពាក្យផាស៊ុនថេដាផាស៊ុនថេដាហ្នឹងគឺយើងប្រើថាបាក់បែកឬក៏ខូចអញ្ចឹងអត្ថន័យនេះគឺមានន័យយ៉ាងដូចនេះចាផាស៊ុនថេដាឬក៏ផាស៊ុនហាដាមានន័យខូចឬខាតអញ្ចឹងគេថាល្អណាស់គឺយើងត្រូវតែធ្វើយ៉ាងម៉េចចាមូលកនរីផាស៊ុនថេជីអាន់តូរុកហានិនគេជុងយោហេចាយើងត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យអីវ៉ាន់របស់យើងហ្នឹងឬក៏តំណែងរបស់យើងហ្នឹងមានការខូចខាតណាអ៊ីចេបថខំផេអាន់ផេវលកុយថាឥឡូវហ្នឹងចាប់ពីពេលនេះទៅខ្ញុំនឹងមិនជក់បារីទេណាគេថាជាណានប៉ុននេះតូខំផេគិននឹងតកូហាជីអាណាសគេថាអូមុនការពិលើកមុនក៏ចឹងដែរអ្នកមិនបាននិយាយទេថាអ្នកហ្នឹងឈប់ជក់បារីហ៎គឺជីថាអូហ្នឹងហើយគាត់បាននិយាយអញ្ចឹង근데 생각만 하고 제대로 지키지를 못했어. 그러니까ហ្នឹងហើយប៉ុន្តែខ្ញុំមកបានត្រឹមតែនិយាយទេអត់បានធ្វើវាឲ្យបានល្អនោះទេ그래 결심하는 것보다 실천하는 게 중요하지. 이번에 꼭 성공해.ថាអូហ្នឹងហើយ결심ហ្នឹងមានន័យថាការសម្រេចចិត្តការបដិញ្ញាចិត្ត 결심 하는 것보다 실천하는 게 중요하지 គេថាអូយវាការដែលយើងអនុវត្តជាក់ស្ដែងគឺវាប្រសើរជាងការយើងបដិញ្ញាចិត្តអីហ្នឹងហើយវាត្រូវហើយការដែលយើងអនុវត្តជាក់ស្ដែងគឺវាសំខាន់ជាងការដែលយើងគ្រាន់តែបដិញ្ញាចិត្តអ៊ីប៉ុននេះគូសង្គមហេចឹងថាហ្នឹងហើយលើកនេះសូមអ្នកធ្វើយ៉ាងណាក៏ដោយឲ្យបានជោគជ័យណាអូខេចាអញ្ចឹងយើងមើលនៅការអនុវត្តរបស់យើងវិជ្ជកររបស់យើងចប់ហើយឧទាហរណ៍របស់គេឲ្យនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាគាត់ជយល់ហើយថាគេប្រើពាក្យលឿនគាត់ស៊ីជំនួសហាដាននៅពេលណាចាយើងប្រើនៅពេលដែលយើងមានការសំខាន់ឬក៏អ្វីដែលយើងត្រូវតែធ្វើនិយាយរួមទៅការដែលសំខាន់ហើយឥឡូវយើងបានទៅមើលទេវតាទី1របស់យើងចាក្នុងនេះយើងឃើញមានតួអង្គ2ទី1គាត់កាន់បញ្ជីមើលត្រួតពិនិត្យហើយគាត់ជាអ្នកចាត់ចែងអ្នកគ្រប់គ្រងនៅទីហ្នឹងហើយនេះគឺមានតួអង្គខណ្ឌគឺគាត់ជាអ្នកធ្វើការនៅក្នុងឃ្លាំងហ្នឹងចាអូខេទី1ខ្ញុំសូមអានខលីចាគាត់ថា 오늘 출고할 상품은 모두 준비됐지요 គាត់ថាថ្ងៃនេះតំណែងដែលត្រូវតែបញ្ជូនចេញនោះអ្នកបានរៀបចំរួចរាល់ហើយមែនអត់ណែ 이쪽에 있는 물건들이 오늘 나갈 상품입니다 គាត់ថាបាទហ្នឹងហើយនេះតំណែងដែលនៅអីវ៉ាន់តំណែងដែលនៅកន្លែងនេះគឺជាមុខតំណែងដែលត្រូវនាំបញ្ចេញទៅថ្ងៃនេះ그리고 재고는 여기에 기록해 두었고요. 자,
គាត់ថាហើយនៅកន្លែងនេះនៅកន្លែងនេះខ្ញុំក៏បានចុះបញ្ជីនៅមុខទំនិញនឹងរួចហើយមកដែរ한번 봅시다. 관리자គាត់ថាអូខេឥឡូវមើលខ្ញុំមើលម្ដងបន្តិចមើល정리 잘 되어 있어서 채권받기 쉽겠네요.គាត់ថាអូដោយសារតែអ្នករៀបចំបានល្អចារៀបចំកត់នឹងបានល្អណាស់ដូច្នេះហើយខ្ញុំពិតជាងាយស្រួលក្នុងការរាប់នៅមុខទំនិញនេះណាចា수고했어요.ចា수고했어요នេះយើងប្រែថា good job ចាអ្នកធ្វើបានល្អណាស់아닙니다. មិនអីទេមិនមែនបែបដូចនោះទេ 창고 정리는 최고를 파악하는 것이 중요하잖아요. ចាគាត់ថាហ្នឹងហើយការដែលរៀបចំអីវ៉ាន់ដែលនៅក្នុងឃ្លាំងហ្នឹងការដែលរាប់ចំនួនអីវ៉ាន់នៅក្នុងឃ្លាំងហ្នឹងឲ្យបានល្អវាប្រកបជាវាគឺជាការដែលសំខាន់ហើយចាឬក៏អ្នកដឹងហើយថាការដែលយើងរៀបចំអីវ៉ាន់នៅក្នុងឃ្លាំងហ្នឹងគឺវាជាការដែលសំខាន់ខ្លាំងណាស់ចា그래요ដូច្នេះហើយអញ្ចឹងហើយ그럼 칸씨가 창고 관리 좀 신경 써주세요. 자, cái 관리ចាហ្នឹងគាត់ថាអូអញ្ចឹងលោកខាន់សូមយកចិត្តទុកដាក់ក្នុងការចាត់ចែងរៀបចំការងារនៅក្នុងឃ្លាំងនេះផងចា 재고도 얼마나 되는지 계속 확인해 주시고요. គាត់ថាចំនួនទំនិញហ្នឹងក៏ដូចនេះដែរតើវានៅសល់ប៉ុន្មានវានៅសល់ចំនួនប៉ុន្មានសូមអ្នកនៅតែបន្តការត្រួតពិនិត្យឲ្យបានជារៀងរាល់ថ្ងៃផងជាប្រែផែនទៀតចឹងក៏បានសូមអ្នកនៅតែបន្តការរាប់ចំនួនអីវ៉ាន់ហ្នឹងឬក៏ការត្រួតពិនិត្យចំនួនអីវ៉ាន់នេះឲ្យបានល្អផងអូខេអញ្ចឹងការធ្វើការរបស់យើងទី1ការសន្ទនាទី1របស់យើងក៏បានបញ្ចប់អញ្ចឹងសព្ទពាក្យដែលយើងធ្លាប់រៀននិងវេយ្យាករណ៍ដែលយើងរៀនអញ្ចឹងយើងប្រកាសជាយល់ទាំងអស់គ្នានៅក្នុងការសន្ទនាទី1នេះឥឡូវយើងទៅមុខបន្តទៀតចាអញ្ចឹងតកតងនឹងយន្តស៊ឹកហ្នឹងក៏ដូចការមុនដូចគ្នាដែរគេគ្រាន់តែឲ្យយើងមើលទៅលើរូបភាពនេះហើយយើងគូបកងជាមួយនឹងពាក្យដែលគេឲ្យនៅខាងស្ដាំដៃរបស់យើងនេះចាហើយនៅខាងឆ្វេងនៅខាងស្ដាំដៃហើយខាងនេះយើងមានលេខ1ហើយលេខ2លេខ3លេខ4លេខ5ចាគឺសុទ្ធតែពាក្យដែលយើងទឹកនឹងរៀនហើយបាញ់មិញអញ្ចឹងអ្នកទាំងអស់គ្នាអាចជាមើលឲ្យគូសយកខ្វាច់តែម្ដងទៅពីព្រោះថាយើងទឹកនឹងរៀនហើយបាញ់មិញចាទី1គេនេះគេដាក់ដក30អង្សាអញ្ចឹងយើងអាចជាត្រូវជាមួយនឹងពាក្យមួយណាក្នុងនេះតកតងយើងឃើញសញ្ញាដកគឺមានន័យថាត្រជាក់ទឹកកកអញ្ចឹងយើងតកតងនឹងពាក្យហ្នឹងយើងមានពាក្យគេមានតុងចាយើងមើលហើយយើងពិចារណានៅក្នុងចំណុចហ្នឹងទៅហើយក៏យើងគូសភ្ជាប់ជាមួយនឹងលេងតុងចាំកោតែម្ដងចាលេងតុងចាំកោឃ្លាំងត្រជាក់ហើយបន្ទាប់ទៀតយើងក៏មានពាក្យទី2នេះយើងឃើញcontainer ចា container ហ្នឹងគឺយើងយកពាក្យ container តែម្ដងទៅជាគឺយកហើយលេខ3យើងឃើញមានគេដាក់ mulyo chanko ចាឃ្លាំងទំនិញប៉ុន្តែវាជាអំពីដឹកជញ្ជូនចូលអញ្ចឹងយើងទឹកនឹងរៀនហើយបាញ់មិញដឹកជញ្ជូនចូលគឺយើងមានន័យថា IPCO Hada ចាអញ្ចឹងយកទៅជាមួយនឹងនីអឿន IPCO Hada ពីបន្ទាប់លេខ4យើងឃើញគាត់នេះកំពុងតែរៀបចាត់ចែងនិងរាប់បញ្ជីនៅក្នុងឃ្លាំងទំនិញហ្នឹងយើងមានពាក្យអីគេចាគឺ Quali Hada ចាអញ្ចឹងយើងគូជាមួយនឹង Quali Hada ទីចុងក្រោយគឺគាត់គ្របទំនិញនេះគឺយើងមានពាក្យមួយយើងទឹកនឹងរៀនបាញ់មិញគឺពាក្យអីដែរទៅចាអ្នកទាំងអស់គ្នាប្រកបជាចាំអញ្ចឹងគឺយើងមានពាក្យ top care ឬ top ta ចា top care ឬ top ta មានន័យថាគ្របទំនិញអូខេអញ្ចឹងយើងធ្វើបានត្រូវទាំងអស់គ្នាហើយយើងទៅមុខទៀតក្នុងនេះគេឲ្យយើងមើលទៅលើរូបភាពហើយប្រើជាមួយនឹងវេយ្យាករណ៍លឿនកត់ស៊ីជុំយោហាដាយើងមើលពាក្យប្រយោគខាងក្រោមគេឲ្យហើយនឹងពាក្យ
ខាងលើដែលគេសរសេរហើយគូបន្ទាប់ចោលនេះលេខ1យើងមានពាក្យ Chanko Qualinen ការរៀបចំនៅគ្រឿងនៅឃ្លាំងទំនិញគឺយើងត្រូវតែធ្វើដូចបណ្ដេចទីមាន Cheko ឬ Phaak Hada ទៅជា Phaak Hanen Kotsi Chungyo Heyo ចាយើងដាក់អញ្ចឹងទៅហើយទី2យើងមានពាក្យ Sikhu Mul Phu Kwan Halte នៅពេលដែលយើងរក្សមហូបចាមហូបអាហារឬក៏គ្រឿងបរិភោគនឹងទំនិញគ្រឿងបរិភោគយើងត្រូវតែធ្វើយ៉ាងម៉េចយើងត្រូវតែ Unto ឬ Yuchi Hanen Kotsi Chungyo Heyo ចានៅពេលដែលយើងរៀបចំថាយើងរក្សានៅគ្រឿងបរិភោគហ្នឹងគឺជាការសំខាន់ណាស់ដែលយើងត្រូវតែរក្សានៅសីតុណ្ហភាពរបស់វាទី3 Pakke មួយកនរឿងហើយគេទៀត Tultenen ចាយើងត្រូវធ្វើម៉េច Thokke ឬ Thopta ចាទំនិញដែលនៅខាងក្រៅនៅពេលដែលយើងទុកទំនិញនៅខាងក្រៅគឺយើងត្រូវតែធ្វើដូចម្ដេចគឺយើងត្រូវតែ Thokke ឬ Thopnen Kotsi Chungyo Heyo ចាគឺការដែលសំខាន់ណាស់យើងត្រូវតែគ្របទំនិញហ្នឹងចាគ្របទំនិញហ្នឹងឲ្យបានល្អអូខេអញ្ចឹងយើងចប់ការអនុវត្តរបស់យើងនឹងទៅមុខបន្តទៀតតើយើងនឹងរៀនពីអ្វីអូខេយើងនឹងទៅរៀនពីវេយ្យាករណ៍ទី2របស់យើងអូខេយើងរៀនពាក្យសិនហើយចាំរៀនវេយ្យាករណ៍ណាចាអស់ពីទី2យើងមានពាក្យកាគូឆេជោហ្នឹងគឺយើងមានន័យថាកាគូគឺគ្រឿងសង្ហារឹមឆេជោគឺមានន័យថាការផលិតឬការបង្កើតការធ្វើអញ្ចឹងយើងពាក្យទី1យើងមានវុនមុខគឺឆេតាន់ហាដាវុនមុខហ្នឹងគឺមានថាក្តារបន្ទះនេះក្តារកុងផ្លាកេយើងនេះក្តារបន្ទះហើយឆេតាន់ហាដាមានថាវាស់ម៉ែត្រចាវុនមុខគឺឆេតាន់ហាដាមានន័យថាវាស់ម៉ែត្រវាស់ក្តារហ្នឹងហុំមើលផាដាចាហុំមើលផាដាគឺមានន័យថាយើងចោះឲ្យមានយើងដាប់ចាដាប់ឲ្យមានប្រហោងហ្នឹងហុំមើលផាដាអញ្ចឹងយើងគូម៉ងរឿងទូលតាពាក្យមេរៀនមុនយើងរៀនហើយដែរគូម៉ងរឿងទូលថាហ្នឹងគឺយើងប្រែថាយើងខួងឲ្យមានប្រហោងចាហើយយន្តម៉ាហាដានិងsending ហាដាហ្នឹងគឺមានន័យថាយើងខាត់ដោយម៉ូទ័រចាយើងខាត់ឈើហ្នឹងខាត់ឲ្យវារលោងតែយើងខាត់ដោយម៉ូទ័រចាសពហូជីលហាដាយើងមានន័យថាយើងដុសខាត់ឲ្យរលោងហើយតូចាំងហាដាគឺមានន័យថាលាបថ្នាំដែរហើយនេះធូសេកហាដាគឺយើងលាបនៅថ្នាំពណ៌ចាហើយធូចាំងហាដាកន្លែងនេះយើងលាបដែរដែលរបៀបថាយើងលាបថ្នាំដែលការពារឈើហ្នឹងឲ្យវារលោងចាអូខេហើយពាក្យនេះគឺម៉ែត្រចាម៉ែត្រដែលយើងចុចកុងតាក់វិជាហ្នឹងម៉ែត្រតូចយើងកាន់នឹងដៃហ្នឹងម៉ែត្រវាស់ហ្នឹងគេហៅថាជូលឆាចាជូលឆាហើយជីកកាក់ចាហ្នឹងគឺម៉ែត្រកែងចាម៉ែត្រកែងហើយស៊ូភ្យងទេហ្នឹងគឺម៉ែត្រដែរតែម៉ែត្រគេសម្រាប់វាស់នៅកម្ពស់ឥឡូវយើងរៀនពីវេយ្យាករណ៍ទី2របស់យើងដែលយើងមានពាក្យរីអ៊ឺលកតស៊ីដាចាអ៊ឺលកតស៊ីដាគឺយើងប្រើនៅពេលដែលគេយើងប្រើមុខកិរិយាសព្ទឬក៏គុណនាមហើយដែលវាកើតមានឡើងនៅក្នុងស្ថានភាពមួយដែលគេហៅថាស្ថានភាពយើងជាលក្ខណៈយើងទុះទាយយើងស្មានហើយធំសារហ្នឹងឬក៏កិរិយាសព្ទឬក៏គុណនាមដែលអត់មានព្យញ្ជនៈជើងឬក៏ព្យញ្ជនៈជើងហ្នឹងវាជារីអ៊ឺលយើងប្រើជាមួយនឹងអ៊ឺលកតស៊ីដាចា៎ព្យញ្ជនៈហ្នឹងដែលអត់មានជើងដែលមានព្យញ្ជនៈជើងឬក៏ព្យញ្ជនៈជើងហ្នឹងជារីអ៊ឺលយើងប្រើជាមួយនឹងរីអ៊ឺលកតស៊ីដាហើយមួយទៀតបើសិនជាព្យញ្ជនៈហ្នឹងវាមិនមែនជាព្យញ្ជនៈដែលជើងវារីអ៊ឺលទេហើយយើងត្រូវប្រើជាមួយនឹងអ៊ឺលកតស៊ីដា
គេអញ្ចឹងយើងឃើញនៅឧទាហរណ៍ដែលគេឲ្យនៅក្នុងការឲ្យយើងយល់ន័យវេយ្យាករណ៍ហ្នឹងទី1យើងមានពាក្យធោសេកឆាក់កូពីអនចេគឺណាល់កាយគឺសួរថាតើការងារដែលលាបថ្នាំហ្នឹងនឹងបញ្ចប់នៅពេលណាដែរយើងមានណាគេថាសេស៊ីកាន់កាជីសេស៊ីកាជីនៀនគឺណាល់កយគាត់ថានឹងវានឹងត្រូវបញ្ចប់នៅឯម៉ោង3ចា៎ហើយលេខ2គេឃើញថាការជួលឆាកាអូឌីអ៊ីសរ៉ែលគេថាបន្ទាត់ម៉ែត្រវាស់ហ្នឹងតើនៅឯណាដែរណាគេថាឆាក់កុកតេវីយេអ៊ីសិលកយចាគឺវានៅឯកន្លែងវានឹងនៅលើកន្លែងដែលយើងធ្វើការងារហ្នឹងចាអ៊ីសិលកយវាប្រកាសជានៅវាប្រកាសជានៅកន្លែងដែលយើងធ្វើការងារហ្នឹងsending copy Singapore ore kholi ko 같은 데 괜찮을까요? គឺថាការដែលយើងនេះធ្វើការលាបហ្នឹងលាបថ្នាំពណ៌ហ្នឹងគឺវាចំណាយពេលយូរជាងការគិតរបស់យើងទៅទៀតអត់អីទេមែនទេ괜찮을까요? វាប្រកាសជាមិនអីទេ너무 걱정하지 마세요. សូមអ្នកកុំបារម្ភពេកអូខេអញ្ចឹងតាមរយៈការពន្យល់របស់នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវេយ្យាករណ៍ទី2របស់យើងកតស៊ីដាហ្នឹងគឺគ្រាន់តែមានន័យថាយើងអ្វីដែលយើងទស្សទាយឬក៏ការស្មានទុកដែលយើងគិតថាការងារដែលយើងត្រូវធ្វើហ្នឹងវានឹងបញ្ចប់នៅម៉ោងប៉ុន្មានយើងអាចធ្វើហើយនៅម៉ោងប៉ុន្មានអញ្ចឹងយើងប្រើជាមួយនឹងវេយ្យាករណ៍កតស៊ីដាអូខេអញ្ចឹងយើងចូលទៅមើលការសន្ទនាទី2របស់យើងវិញយើងឃើញមានគាត់2នាក់នេះដែលនៅកន្លែងធ្វើការងារធ្វើគ្រឿងសង្ហារឹមហ្នឹងទី1យើងឃើញមានផារូស៊ីហើយយើងមានជីវុនស៊ីផងដែរអញ្ចឹងហើយផារូគាត់ថាអ៊ីរ៉នអូតូខេហាជីចាគាត់កំពុងតែនិយាយឡើងដោយធ្វើកាយវិការមួយរៀងភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភចាអូយធ្វើមិនទៅចាអញ្ចឹងគាត់មានថាគាត់កំពុងតែមានបញ្ហាកើតឡើងថាធ្វើមិនទៅវេយោចាជីវុនគាត់សួរវេយោមួយស៊ុនអ៊ីរីសូយោគាត់ថាហេតុអីតើមានរឿងអ្វីកើតឡើងទៅហារូគាត់ថា실수로 반대쪽에 구멍을 뚫었어요. គាត់ថាដោយសារតែគាត់ច្រឡំកំហុសឆ្គងមកគាត់ច្រឡំទៅចោះប្រឡោះនៅច្រាស់ទិសវិញបាត់ទៅហើយនៅទិសផ្ទុយទៅហើយ원목은 못 쓰게 되는데 어떡하죠? ចឹងគាត់ថាអូយក្តារហ្នឹងវាប្រកាសជាមិនអាចប្រើបានទេវាធ្វើឲ្យក្តារហ្នឹងប្រើលែងកើតហើយតើយើងត្រូវធ្វើដូចម្ដេចទៅអញ្ចឹងជីវុនគាត់ថាអ៊ីរីអាជីកស៊ូណេអ៊ីជីអាណាសក្រុនកខាត់ណេអូគាត់ថាការងារចាអ៊ីរីអាជីកស៊ូណេអ៊ីជីអានតាហ្នឹងគឺមានថាយើងមិនទាន់ស្ទាត់ចាដៃរបស់យើងហ្នឹងវាមិនទាន់ថ្នឹកនឹងការងារហ្នឹងមិនទាន់ស្ទាត់អញ្ចឹងគាត់ថាដោយសារតែដៃរបស់អ្នកហ្នឹងមិនទាន់ថ្នឹកនឹងការងារហ្នឹងទៅវាបែបហ្នឹងគឺរនក៏ខាត់ណេអូទៅវាបែបហ្នឹងណូមូចាឡើងថាណូមូសុខសាហាជីម៉ាសេសូមអ្នកកុំដូចថាខូចចិត្តខ្លាំងពេកឬក៏អ្នកកុំមានការដូចថាសពសពោតឬក៏ខូចចិត្តខ្លាំងពេកអីតែយើងមើលទៅមុខទៀតគាត់ថាគឺក៏តារឿនក៏មិនធ្វើទេសឺញ៉នទេជោមកគាត់ថាអើយក្តារហ្នឹងយើងក៏អាចប្រើវាចំពោះការធ្វើការងារផ្សេងដែរសូមកុំបារម្ភអីវាគ្មានអីទេយើងអាចថាវាគ្មានអីទេក្តារហ្នឹងយើងក៏អាចប្រើប្រាស់វានៅក្នុងការងារផ្សេងទៀតបានដែរអញ្ចឹងផារូក៏ថាឆេតានបុថថាស៊ីហាល់យមញនស៊ីកានីម៉ានីខលលីថេនទេរីអ៊ឺថេនទេហ្នឹងគឺយើងប្រើនៅក្នុងប្រយោគអត្ថន័យមួយដែលយើងសម្ដែងនៅការសោកស្ដាយរបស់យើងចានៅពេលយើងសោកស្ដាយក្នុងការធ្វើអីមួយគឺយើងប្រើជាមួយនឹងវេយ្យាករណ៍ real tense ទេអញ្ចឹងគាត់ថា
បើគាត់ធ្វើថាថ្មីមុនគឺថាឆេតាន់ពុទ្ធឆេតាន់ពុទ្ធមានថាគឺចាប់ផ្ដើមពីការវាស់ម៉ែត្រថាស៊ីហាយមយនបើសិនជាយើងចង់ធ្វើម្ដងទៀតគឺយើងត្រូវចាប់ផ្ដើមពីការវាស់ម៉ែត្រនឹងសារជាថ្មីស៊ីកានីម៉ានីខូលីទាំងទេអូវាប្រកាសជាចំណាយពេលវេលាច្រើនហើយចំណាយពេលវេលាយូរគឺជីវរដ្ឋថាខាត់ជាហាមញនគឺប៉ាំងហៅស៊ុយស៊ឺក៏យេគឺថាបើសិនណាយើងធ្វើទាំងអស់គ្នាយើងជួយគ្នាធ្វើវាប្រកាសជាប្រញាប់រួចរាល់ហើយវានឹងរួចរាល់ព្រាមហើយចាថាស៊ីហេគប់ស៊ីតាអូខេអញ្ចឹងគាត់ប្រមូលថាចុះតោះចាឥឡូវយើងធ្វើវាម្ដងទៀតអូខេអញ្ចឹងយើងទៅបន្តទៀតដោយសារតែយើងចប់ការសន្ទនាទី2សង្ឃឹមថាការចប់របស់យើងអ្នកទាំងអស់គ្នាប្រតិចាំអូខេសន្យាឥឡូវយើងទៅមុខទៀតចាកន្លែងនេះយើងទៅនឹងរៀនហើយបាញ់មិញដែរគឺងាយទេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមើលនៅពាក្យនេះដែលគេឲ្យក្នុងឧទាហរណ៍យើងយកមកដាក់នៅក្នុងចន្លោះនេះលឿនៗតែម្ដងទៅចាអូខេអញ្ចឹងយើងទៅនឹងរៀនបាញ់មិញអញ្ចឹងសូមអ្នកទាំងអស់គ្នាធ្វើ1 2 3អូខេរួចរាល់ណាចាអូខេអញ្ចឹងយើងទៅមុខទៀតឥឡូវលេខ2យើងរៀនពីរីអ៊ឺលកតខាត់ថាចារីអ៊ឺលកតខាត់រីអ៊ឺលកតស៊ីដាឬសាយងហេសទេវ៉ាឬវ៉ាន់សងហាសេចាសូមអ្នកប្រើប្រាស់នៅវេយ្យាករណ៍រីអ៊ឺលកតស៊ីដាហើយបំពេញចន្លោះនៃការសន្ទនានេះអូខេនេះយើងមានលេខ1គេដាក់ថាការអូនើធូចាំងឆាក់ក៏គឺថាគឺនៅស៊ុយស៊ឺកែគាត់ថាថ្ងៃនេះការងារដែលលេខឆ្នាំហ្នឹងវាអាចបញ្ចប់ទាំងអស់ដែរឬទេតែក៏សួរទៅពាក្យទីខាងទៀតណាគាត់ថាណែមុនចេអបអីគេបើថាអបតែយើងប្រើជាមួយនឹងអបស៊ឺកតខាត់ថៃចាណាណែមុនចេអបស៊ឺកយចាឬក៏មុនចេអបមុនចេអបស៊ឺកតខាត់ថៃយើងប្រើជាមួយនឹងវិជ្ជាខាត់ថាដែរអញ្ចឹងកន្លែងនេះយើងគាត់ដាក់ងាយថាណែមុនចេអបស៊ឺកយជីកកាក់ចាmột phát rồiតើអ្នកមិនបានឃើញម៉ែត្រកែងនោះទេមែនទេណាគេថាអាម៉ាអីគេឈរជុកគេអ៊ីស៊ឺកយយើងប្រើអញ្ចឹងណាឈរជុកគេអ៊ីតាទៅជាឈរជុកគេអ៊ីតាយើងប្រើជាមួយនឹងអ៊ឺក៏ស៊ីដាអញ្ចឹងយើងទៅជាអ៊ីស៊ឺកយអាម៉ាឈរជុកគេអ៊ីស៊ឺកយលេខ3គេថាការអូចណែវ៉ុនមុខឆេតាមឆាក់កូពីថាថេលកាយក៏សួរថាពេលព្រឹកហ្នឹងយើងធ្វើការងារយើងប្រតិបត្តិការធ្វើការងារវាស់ម៉ែត្រហ្នឹងតើវានឹងតើអាចដែរឬទេណាគេថាយល់ធ្វើស៊ីកាជីហ្នឹងគឺដល់កុយអញ្ចឹងយើងប្រកាសជាអាចបញ្ចប់វានៅម៉ោង12នៅពេលស្អែកចាម៉ោង12លេខ4ការអ៊ីប៉ុនជូគឺយូកាជីអ៊ីសូលយូរឺសាមូស៊ីរេនេយ៉ាហានិនកម៉ាត់ជូនៅអ៊ីប៉ុនជូគឺយូកាជីមានថាត្រឹមថ្ងៃសុក្រសប្តាហ៍នេះសូលយូរឺសាមូស៊ីរេនេយ៉ាហានិនកចាមានថាសូលយូយើងត្រូវតែយកឯកសារទៅឲ្យនៅឯសាមូស៊ីលនឹងការិយាល័យហ្នឹងតើត្រូវដែរឬទេអាម៉ាគឺរលកុយគឺថានឹងហើយប្រកាសជាបែបហ្នឹងហើយគឺរលកុយគឺទីទៀតចាគេវិជ្ជាករទី2យើងគ្រាន់តែប្រើជំនឿការដែលយើងប្រហែលឬក៏ទូទាយឬក៏ស្មានទុកចារីអ៊ឺក៏ស្ដាប់អូខេលើក្នុងនេះផលទុំរបស់យើងការអនុវត្តរបស់យើងគឺគ្រាន់តែឲ្យយើងណាមើលអាននៅនេះក្តារព័ត៌មានគេសរសេរថាឈិញឆាន់ខេសិផាន់ក្តារព័ត៌មានពីពាក្យកោតសរសើរក្តារព័ត៌មានពីពាក្យកោតសរសើរហើយខ្ញុំសូមរំលងនៅសារពាក្យក្នុងនេះគឺស្រួលទេបងប្អូនគ្រាន់តែអានហើយឲ្យយល់ហើយតែគេសរសើរទៅអ្នកណាបែបដូចយើងយកមកគប់កងនៅខាងក្រោមនេះគឺយកចម្លើយត្រូវឬក៏
ចម្លើយត្រូវនឹងតួអង្គហ្នឹងគាត់ធ្វើសកម្មភាពពីគេត្រូវបានគេវិស័យដូចដេញអញ្ចឹងយើងចូលទៅមើលខាងក្រោមបន្តទៀតនេះក៏ខ្ញុំនឹងអានបកប្រែដោយខ្លីៗដល់បងប្អូនយើងមើលពីក្រាបផ្លិតនេះគឺគេទៅបញ្ជាក់អំពីភាគរយនៃការសរសើរនៅកន្លែងការងារនេះយើងឃើញមានកន្លែងនេះគេដាក់ថាជីចាំងអេសអ៊ុយឈិនឆាំង know how គាត់ថាយើងអាចបកប្រែថាការដែលយើងចេះនិយាយពាក្យកោតសរសើរនៅឯកន្លែងការងារឬក៏នៅក្រុមហ៊ុនការយើងចេះនិយាយការដែលយើងចេះដឹងក្នុងការសរសើរនិយាយពាក្យកោតសរសើរនៅកន្លែងការងារជីចាំងអេសអត់តន់អ៊ីឬមិនធឺញ៉នពីពូនឺជួលកាយគាត់សួរថានៅឯកន្លែងការងារអត់តន់មកឬធឺឬញ៉នតើអ្នកស្ដាប់ពាក្យអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកហ្នឹងសប្បាយឬក៏ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អណាំញ៉ជីចាំងអ៊ីនអូផេស៊ីបឈឺញ៉ងងឺទេសាងរោជឺរ៉ូស៊ូតេខាចាំងពីពូនេះជឿនឈិឈិនឆាំងអើយម៉ារីមួស៊ីនជីមូរ៉ូផាសិនីដាគាត់ថាគាត់បានធ្វើការសាកសួរទៅលើចំនួនមនុស្សចំនួនទៅលើចំនួនបុគ្គលិកស្រីប្រុសនៅកន្លែងការងារដែលមានចំនួន517នាក់ហ្នឹងពីពាក្យកោតសរសើរចាគឺខ្យល់ខ្វាងនេះថាលទ្ធផលហ្នឹងពីការដែលគេសួរទៅលើចំនួនមនុស្ស517នាក់ហ្នឹងអូនយើងឆុងមកពីពឺណេអូចាអញ្ចឹងកាលណាដែលយើងលើអ្នកណាម្នាក់សរសើរថាថ្ងៃនេះស្អាតហ្នឹងយើងមានអារម្មណ៍ថាសប្បាយរីករាយថ្ងៃនេះអ្នកពិតជាស្រស់ស្អាតមែនតើតោមកស៊ីណេអូហើយអូអ្នកសង្ហាណាថ្ងៃនេះវាមានចំនួន40អូចំឈឺខូរ៉ូរ៉ូអ៊ីលវីចាចំណាត់ថ្នាក់លេខ1ទៅលើពាក្យហ្នឹងគឺមានចំនួនភាគរយ 45.7% ហើយបន្ទាប់ទៀតយើងឃើញមានពាក្យយកស៊ីអ៊ូរីហេសានឿនយ៉ងស៊ីកាអបស៊ឺញ៉នអានធូរ៉ាខៃការអ៊ីស៊ីបអូចំអ៊ីលផូរ៉ូអ៊ីវីចាអញ្ចឹងលំដាប់ថ្នាក់លេខ2ពាក្យដែលគេស្ដាប់ទៅមានអារម្មណ៍ល្អសប្បាយជាងគេមានន័យថាយកស៊ីអូក្រុមហ៊ុនរបស់យើងពិតជាអស្ចារ្យណាស់ក្រុមហ៊ុនរបស់យើងបើសិនជាអត់មានមនុស្សម្នាក់នេះទេប្រកាសជាមិនដំណើរការទៅមុខទេចាតែយើងស្ដាប់លើពាក្យហ្នឹងគឺពិតជាមានអារម្មណ៍ល្អហើយមួយទៀតគេដាក់ថាដាជីផកពុនជោដោយសារតែអ្នកហ្នឹងចាដោយសារព្រោះតែអ្នកទៅធ្វើឲ្យការងារខ្ញុំរីកចម្រើនឬក៏ការងារអ្វីទៅដំណើរការល្អស៊ីផកពុនហ្នឹងជំនួសឲ្យការពីសិបសាបចំអ៊ីប្រូរ៉ូសាំវីឬថាឈីហេសុនីដាអញ្ចឹងពាក្យនេះគឺវាមានភាគរយរបស់វាលុបជាប់លំដាប់ថ្នាក់លេខ3 24.2% គីតាចាផ្សេងទៀតគឺគីតាអ៊ុយខ្យននូរ៉ូនឹងនីមឆុងម៉ាជូនចុងហាមីតាពាក្យនេះយើងប្រែថាបុគ្គលនេះពិតជាគួរឲ្យគោរពនិងធ្វើតាមមែនតើចាពេលហ្នឹងយើងប្រើអ៊ុយជូនចុងហាមីតាធុងអានស៊ីណេអូដោយសារតែធុងអានស៊ីណេអូគឺយើងស្មើជាមួយនឹងពាក្យ audio pui seo គឺមានន័យថាអ្នកមើលទៅក្មេងចាមើលទៅក្មេងចឹងក៏យើងសប្បាយចិត្តដែរឃើញនេះសោះសញ្ញាគឺដូចជាពាក្យទាំងអស់ហ្នឹងដែលគេសរសើរតោហានអនចេអ៊ីរ៉ុនឈិនឆាងងឺលម៉ានីហញ្ញានឿនឈិលមួននឿនហេស៊ីកហេស៊ីកចារីអេសហាន់តានឿនអ៊ឹមតាគី40អូចំអូប្រូរ៉ូខាចាស់នៅផាក់កោចាពាក្យទាំងអស់នេះគឺគេសួរថាតើពាក្យទាំងអស់ហ្នឹងអ្នកស្ដាប់ឮនៅកន្លែងណានៅពេលណាគឺគេស្ដាប់ឮនៅពេលដែលយើងធ្វើការញ៉ាំអាហារជុំគ្នាមានថាជប់លៀងក្រុមហ៊ុនជាមួយគ្នានៅខាងក្រៅនោះគឺគេការដែលចម្លើយឆ្លើយតបហ្នឹងគឺខ្ពស់ជាងគេមានចំនួន 45.5% ខ្ញុំសាងស៊ីធឹមមីហាន់តានឿនអ៊ឹងតាប់ពី30.3%គឺជារឿងអ៊ីរ៉ាតាហើយបន្តមកទៀតជារឿងអ៊ីរ៉ាតាបន្តមកទៀតគឺយើងមានពាក្យនេះគឺខ្ញុំសាងហ្នឹងគឺម្ដងមកកាលគឺយើងស្ដាប់ឮនៅពេលដែលយើងរស់នៅប្រចាំថ្ងៃហ្នឹងចាជា
ប្រចាំថ្ងៃរបស់យើងមានចំនួន 43.3% ចា៎ ហើយសារអសសង់គង់ចកអ៊ីនអ៊ីនកាខ្វាន់កែរឿមិនគឺកោសិភឿនចិចាំងអ៊ីនីរ៉ាំញ៉នហាំកែអ៊ីលហានធិញយោវ៉ាចា៎គេថាបើសិនជាអ្នកចង់មានការជោគជ័យឬក៏យើងអាចប្រែថាអ៊ីនកាន់ខ្វាន់កែទំនាក់ទំនងល្អទំនាក់ទំនងមនុស្សហ្នឹងហើយល្អគឺមានភាពជោគជ័យក្នុងការងារគឺយើងត្រូវតែចិចាំងអ៊ីនរ៉ាំញ៉នហាំកែគឺមានន័យថាយើងត្រូវតែបង្កើតឲ្យមានបរិយាកាសហ្នឹងជាមួយនឹងអ្នកដែលធ្វើការជាមួយយើងបុគ្គលិកការងារនឹងជាមួយយើងហើយយើងឬក៏អ្នកដែលនៅខ្ពស់ជាងយើងហ្នឹងគឺតកែឬក៏ថ្នាក់ដឹកនាំរបស់យើងត្រូវតែធ្វើឲ្យគាត់មានអារម្មណ៍ល្អពីពូនឈុកកែមិនធ្វើនឿនឈិនឆាន់នឿឈិនឆាន់លុយម៉ារឺធឹមធ្វើមីហានិនក៏តោជួនផាំងប៉ពីធ្វើក៏ស៊ីដែរចាបើសិនជាយើងប្រើពាក្យកោតសរសើរហ្នឹងម្ដងមកកាលយើងសរសើរទៅលើអ្នកដែលធ្វើការជាមួយយើងឬក៏តកែរបស់យើងហ្នឹងគឺយើងអាចបង្កើតឲ្យមានបរិយាកាសល្អនិងវាគឺជាវិធីសាស្ត្រមួយដែលយើងធ្វើឲ្យទំនាក់ទំនងរបស់យើងហ្នឹងមានភាពជិតស្និទ្ធហើយណានិយាយថាយើងទំនាក់ទំនងរបស់យើងហ្នឹងគឺល្អជាមួយគ្នាអូខេអញ្ចឹងយើងទៅមុខទៀតខ្ញុំអាននិងបកប្រែរួចហើយអញ្ចឹងសង្ឃឹមថាបងប្អូនក៏យល់ដូចគ្នាឥឡូវយើងទៅដល់វិញ្ញាសាស្ដាប់របស់យើងខ្ញុំនឹងចាក់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ណា 17과 EPS 토픽 듣기 1번 다음 그림을 보고 알맞은 대답을 고르십시오. 이것은 무엇입니까? 1. 줄자입니다. 2. 직각자입니다. 3. 수평대입니다. 4. 도르래입니다. 2에서 3번 질문을 듣고 알맞은 대답을 고르십시오. 2번 출고 준비는 다 끝났어요? 3번 지금 누가 샌딩 작업을 하고 있어요? 4에서 5번 하나의 이야기를 듣고 2개의 질문에 대답하십시오. 원목 재단하느라고 정말 고생 많았어요. 힘들었죠? 아닙니다. 선배님이 많이 도와주셔서 힘들지 않았어요. 그런데 재단이 잘 되었는지 모르겠어요. 그리고 시간도 다른 분들보다 오래 걸려서. 걱정 마세요. 아까 보니까 아주 잘 되었던데요. 그리고 처음이니까 시간이 많이 걸리지만 익숙해지면 빨리 할 수 있을 거예요. 네, 알겠습니다. 열심히 배울게요. 네, nhưng mà đây là dương sẽ đọc chọcហើយយើងទៅមើលការដោះស្រាយនៅវិញ្ញាសាយើងវិញទី1យើងគេសួរថា equal soon more និកាអញ្ចឹងការដែលយើងស្ដាប់ឮលេខ1គេដាក់ថាអីគេ chulcha imnida ទី2អីគេchikakcha imnida ទី3 supyong te imnida ទី4 thururi imnida ចា៎ជាងពាក្យតនឹងលើពាក្យហ្នឹងគឺយើងដឹងហើយបន្ទាត់នេះគឺបន្ទាត់សម្រាប់វាស់ម៉ានអញ្ចឹងយើងហៅថាពាក្យ supyong te ចា៎យើងស្ដាប់លើលេខ3អញ្ចឹងយើងគូលេខ3គឺជាចម្លើយដែលត្រឹមត្រូវហើយលេខ2ដល់3នេះគេឲ្យយើងស្ដាប់ហើយឆ្លើយទៅនឹងសំណួរដែលយើងគិតថាគឺសំណួរដែលត្រឹមត្រូវលេខ2គឺគេដាក់ថា 출고 준비는 다 끝났어요. 자, 그 수다 출고 준비는 다 끝났어요. Nhưng mà trong lời lịch mũi 물건이 다 들어왔어요. Cái 수다 cái đã Ivan cứ bán cho móc ở hỏi. Nhưng mà lịch pi với 빨리 주문을 해야겠네요. Nhưng trâu tá từ nhắc của mong Ivan đó. Của mong tình mình đó. Thì bấy 제품만 차에 실으면 돼요. 그러니까 nơi tái
គ្រាន់នៅតែពេលដែលយើងលើកអីវ៉ាន់ហ្នឹងដាក់ចូលក្នុងឡានទៅគឺទីប្រកាសជារួចរាល់ហើយទី4សង្ឃុំឈុលគោឬខ្វាលីហានិនអ៊ីរីគាត់ថាគឺជាការងារដែលយើងត្រូវតែចាត់ចែងរៀបចំចាត់ចែងនៅទំនិញដែលត្រូវនាំចេញហ្នឹងអូខេយើងតើតនឹងសំណួរគឺសួរថាតើអីវ៉ាន់ដែលត្រូវនាំចេញហ្នឹងដឹកចេញហ្នឹងអ្នកបានរៀបចំរួចរាល់ហើយឬនៅអញ្ចឹងតើតនឹងសំណួរយើងឆ្លើយវិញគឺយើងបើមើលតាមអត្ថន័យដែលខ្ញុំប្រែស្ដាប់មិញបងប្អូនប្រកាសជាអាចរើសបានចម្លើយហើយគឺចម្លើយបើយើងរៀបចំរួចហើយគឺត្រូវយើងនៅមានពេលចាំលើកដាក់ឡានចា៎អញ្ចឹងយើងរើសចម្លើយលេខ3គឺជាចម្លើយដែលត្រឹមត្រូវគឺយើងមានន័យថាចាំតែពេលលើកដាក់លើឡានទេហើយទី3គឺសួរថា지금 누가 세팅 작업을 하고 있어요? គាត់ថាឥឡូវតើអ្នកណាគឺកំពុងតែធ្វើការងារលាបថ្នាំហ្នឹងចាលេខ1គេដាក់ឆែការមុនចោហឹលគេថាខ្ញុំធ្វើមុនចាទុកឲ្យខ្ញុំអ្នកធ្វើមុនទី2មីនស៊ូស៊ីកាហាគូអ៊ីស៊ូកុយគាត់ថាមីនស៊ូប្រកាសជាកំពុងតែធ្វើហើយ저는 샌딩 작업을 해봤어요. ខ្ញុំធ្លាប់ធ្វើការងារលាបថ្នាំហ្នឹង sanding ហើយទី3 세시까지는 작업이 끝날 거예요. គាត់ថាការងារហ្នឹងប្រកាសជាបញ្ចប់នៅឯម៉ោង3ឥឡូវតកតងនឹងសំណួរហើយចម្លើយសំណួរគេសួរថាតើអ្នកណាគឺជាអ្នកលាបកំពុងតែលាបថ្នាំពណ៌ហ្នឹងចឹងអ្វីដែលខ្ញុំអានបាញ់មិញចម្លើយនេះហើយអ្នកអរគ្នាវិភាគទៅប្រកាសជារើសឃើញចម្លើយដែលត្រឹមត្រូវហើយចឹងបើគេសួរថាតើអ្នកណាកំពុងតែធ្វើការងារហ្នឹងយើងអាចថាប្រកាសជាឆ្លើយថាអ្នកនោះកំពុងតែធ្វើមិនចាស់នៅភាសាខ្មែរយើងមើលទៅលើការទាំងអស់នេះគឺយើងឃើញថាលេខ2ដែលយើងមានថាមានស៊ូស៊ីហាកូអ៊ីស៊ិលកុយគាត់ទូទេថាមីនស៊ូប្រកាសជាកំពុងតែធ្វើការងារនឹងហើយអូខេចឹងលេខ2គឺជាចម្លើយដែលត្រឹមត្រូវយើងមើលលេខ4ទៅដល់លេខ5គេដាក់ថាហាណាអ៊ីយ៉ាគីឬទឹកកោធូកេអ៊ឺឈឺមុនអេទេតា50សៀវគេឲ្យយើងស្ដាប់ទៅលើការស្ដាប់ទី1ហ្នឹងហើយរើសចម្លើយដែលត្រឹមត្រូវ2ដែលគេសួរហ្នឹងទី4គេដាក់ថាណាំចានឿនមូស៊ិនអ៊ីឬហេសិនីកាគឺធូសេគឺ했습니다. គាត់បានលាបឈើហើយទី2សាភូជីល했습니다. គាត់បានអីគេចោះនៅធ្វើឲ្យមានប្រឡោះហ្នឹងទី3វ៉ុនមកគឺអ៊ុនប៉ាន់했습니다. គាត់កំពុងតែដឹកជញ្ជូននៃក្តារបន្ទះវ៉ុនមកគឺឆេតាន់했습니다. គាត់បានវាស់នៅក្តារបន្ទះហ្នឹងចាអញ្ចឹងចម្លើយគឺសួរថាណាំចានឿនមូស៊ិនអ៊ីឬ했습니까ចឹងការដែលយើងស្ដាប់បាញ់មិញគឺតាក់ទងទៅការនេះគឺអ្នកស្រីតបគេដាក់ថាវ៉ុនមកគឺឆេតាន់ហានូរ៉ាកូឆុងម៉ាកូសេងម៉ាំណាសយគាត់ថាដោយសារតែអ្នកនឹងបានធ្វើការវាស់វែងនៅម៉ែត្រហ្នឹងក្តារហ្នឹងអ្នកប្រកាសជាមានការលឿនហត់ខ្លាំងហើយអញ្ចឹងយើងគ្រាន់ស្ដាប់លើប្រយោគហ្នឹងមកយើងឆ្លើយចម្លើយបានហើយអញ្ចឹងតែថាណាំចានហ្នឹងគឺគេវ៉ុនមកគឺឆេតាន់했습니다. គាត់បានធ្វើការងារវាស់ម៉ែត្រហ្នឹងហើយលេខ5គេថាណាំចាអេទេហាន់សូមយកងឺរ៉ូអាល់ម៉ាត់នឹងគាត់ស៊ឺកូឬស៊ីបសៀគាត់ថាសូមឲ្យអ្នកជ្រើសរើសចម្លើយនៃការពន្យល់ហ្នឹងដែលត្រូវទៅលើបុគ្គលដែលជាបុរសហ្នឹងទី1គេដាក់ថាស៊ីលស៊ូឬ했습니다. គាត់អត់បានធ្វើកំហុសឆ្គងទេមិនចឹងទី2គេដាក់ថាឆាប់កប់អេអ៊ីសុខេហាំនីដាគាត់កំពុងតែផ្លឹកនឹងការងារអញ្ចឹងនេះអត់តផ្លឹកការងារទេបើការដែលយើងស្ដាប់បាញ់មិញចឹងក៏អត់ត្រូវដែរទី3អ៊ីឬគឹនេជីមុថេសមីដាអញ្ចឹងទី3នេះក៏ដូចគ្នាដែរការងាររបស់គាត់បានធ្វើចប់រួចហើយការងារដែលគាត់កំពុងតែវាស់ម៉ែត្រនេះហើយអាប់រ៉ូតូអ៊ីឬហលកុកស៊ីមីដាចាអញ្ចឹងទៅថ្ងៃខាងមុខផងដែរគាត់នឹងធ្វើការងារនឹងបន្តទៀតចាអញ្ចឹងយើងរើសដោយសារតែយើងលើថាមេរៀនអ្នកហ្នឹងគាត់និយាយថានៅពេលដែលគាត់ធ្វើបន្តជារឿយៗរាល់ថ្ងៃទៅការងារហ្នឹងប្រកាសជាស្ទាត់ជំនាញហើយធ្វើបានលឿនហើយអញ្ចឹងយើងអាចរើសយកលេខ4គឺជាចម្លើយដែលត្រឹមត្រូវន័យថា
អភិរោតូនៅថ្ងៃខាងមុខអញ្ចឹងដែរគាត់ប្រកាសជានឹងធ្វើការងារនឹងបន្តទៀតអូខេអញ្ចឹងយើងចប់នៅវិញ្ញាសាស្ដាប់ទាំងអស់គ្នាឥឡូវយើងចូលទៅវិញ្ញាសាអានដោយសារតែយើងអត់សូវមានពេលប្រហែលទេខ្ញុំនឹងអានឲ្យលឿនអ្នកទាំងអស់គ្នាថើងគឺរីមើលភូកោម៉ាត់នឿនឈឺមុនឬកូឬសិជាសូមឲ្យអ្នកមើលទៅលើរូបភាពហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវចា៎ចឹងតើតើនៅរូបភាពនេះយើងមានពាក្យភពមើលផាកូអ៊ីសមេតាចា៎ភពមើលផាកូអ៊ីសមេតាគឺមានថាយើងចោះនៅចន្លោះហ្នឹងចឹងបើយើងឃើញរូបភាពនឹងហើយយើងមើលពាក្យណាដែលតើតើនឹងរូបភាពយើងគូយកតែម្ដងទៅយើងមិនមើលពាក្យផ្សេងទេទី2 13គេដាក់ភិនខាន់អេធីរ៉ូខាល់ខាចាំងអាល់ម៉ាត់នឿនថាណឬកូឬស៊ុបសៀសូមឲ្យអ្នកជ្រើសរើសចម្លើយជ្រើសរើសពាក្យដែលត្រឹមត្រូវដែលអាចចូលមកក្នុងប្រយោគនេះបានគេដាក់ឆាំងកូអេស៊ីកយូភូមើលភូខ្វាន់ហើយទេនឿនអាល់ម៉ាត់នឿនអ៊ុនតូឬចន្លោះកបស៊ីមេអ៊ូជំយោហានីដាគេថាការដែលយើងអីគេរក្សានៅឃ្លាំងម្ហូបអាហារហ្នឹងស៊ីកយូភូមហ្នឹងគ្រឿងបរិភោគគ្រឿងភេសជ្ជៈហើយនិងគ្រឿងម្ហូបអាហារហ្នឹងគឺយើងត្រូវតែធ្វើគេគឺជាការសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែដឹងអំពីសីតុណ្ហភាពអញ្ចឹងដឹងគឺមានថាដឹងអំពីរបៀបរក្សានៃសីតុណ្ហភាពអញ្ចឹងយើងមើលពាក្យខាគង់ហាលឿននិងប៉ាំងហាដាយូជីហាដាអញ្ចឹងតើតើនឹងពាក្យដែលយើងមានពាក្យអូនតួបាញ់គឺយើងប្រើជាមួយនឹងយូជីហាដារក្សាសីតុណ្ហភាពអញ្ចឹងយើងរើសលេខ3គឺជាចម្លើយដែលត្រឹមត្រូវហើយបន្ទាប់ទៀតយើងមានសំណួរលេខ3គេដាក់ថាការគូរឿងមិនធ្វើទេឆៃមិនចោហើយហាលឿនអ៊ីរឿនហារ៉ូវនមកគឺចាយើងមានពាក្យវនមកដើម្បីមកយើងរៀននៅខាងលើវនមកគឺឆៃតាមហាដាអញ្ចឹងយុងតូអេម៉ាត់កែឆុងផាក់ខាន់គឺគីរ៉ូឆេនឿនក៏ស៊ីជំយោហានីដាគាត់ថាបើសិនជារង្វាស់ប្រវែងនឹងផងដែរបើយើងដឹងវាច្បាស់លាស់ហើយនឹងទំហំរបស់វាការវាស់នៅទំហំគឺវាជាការសំខាន់ណាស់ចា៎អញ្ចឹងតាក់ទងនឹងពាក្យនេះជួរខាងលើយើងមើលថាវនមកគឺមានពាក្យឆេតានហានឿនអ៊ីលអ៊ីនីដាចា៎អញ្ចឹងមុនពេលដែលយើងធ្វើគ្រឿងសង្ហារឹមមួយយើងត្រូវតែជាដំបូងយើងត្រូវការវាស់វែងនៅគ្រឿងនៅក្តារវាសិនហើយបន្ទាប់មកគឺយើងដឹងជាការសំខាន់ណាស់ដែលយើងដឹងឲ្យច្បាស់លាស់នៃចំនួនទំហំដែលយើងត្រូវធ្វើអូខេអញ្ចឹងចម្លើយយើងរើសលេខ4គឺចម្លើយត្រឹមត្រូវហើយសំណួរលេខ4ដល់5គេឲ្យយើងអានអត្ថបទហ្នឹងហើយជ្រើសរើសនៅចម្លើយដែលត្រឹមត្រូវទី1គេដាក់ថាមីនស៊ូស៊ីតារឿនកុតស៊ូរ៉ូអ៊ុំគីកេថេតាមយើងសយគាត់ថាអូមីនស៊ូតើអ្នកបានរើទៅផ្លាស់ប្ដូរទៅធ្វើការនៅកន្លែងផ្សេងមែនទេឆុងមកសោនហើយអូគឺខ្ញុំពិតជាសោកស្ដាយណាស់មានអារម្មណ៍ថាគ្រឿងក្រំខ្ញុំសោកស្ដាយណាស់គឺទ្រង់អានមីនស៊ូស៊ីថប់ពូណេជឹកកប់អីគេ즐겁게 일할 수 있었어요. 즐겁게 일할 수 있었어요. គាត់ថាក្នុងកំឡុងពេលនេះគឺអស់រយៈពេលកន្លងមកនេះគឺខ្ញុំដោយសារតែមានស៊ូស៊ីហ្នឹងគឺដោយសារតែមានស៊ូស៊ីទៅខ្ញុំបានធ្វើការងារឡើងដោយមានភាពសប្បាយរីករាយមែនទែន회사 동료들이 모두 민수씨를 좋아하는 거 알죠? គាត់ថាមានស៊ូស៊ីដឹងហើយមែនទេថាបុគ្គលិកនៅក្រុមហ៊ុនរបស់យើងទាំងអស់គ្នាហ្នឹងមិត្តរួមការងាររបស់យើងហ្នឹងគឺចូលចិត្តមានស៊ូណាស់ចា 항상 일을 빨리 끝내면 저희를 도와주셨던 민수씨를 잊지 못할 거예요. គាត់ថាគឺជាធម្មតាបន្ទាប់ពីមីនស៊ូហ្នឹងធ្វើការងារខ្លួនឯងចប់រួចរាល់ហើយធ្វើការងារលឿនចប់រួចរាល់ហើយមីនស៊ូហ្នឹងតែងតែជួយដល់ពួកយើងទាំងអស់គ្នាដូច្នេះហើយខ្ញុំមិនអាចបំភ្លេចមីនស៊ូបានទេ그리고 실수를 해도 짜증내지 않고 웃는 얼굴로 받아줘서 고마워요.
គាត់ថាហើយមួយទៀតទោះបីជាខ្ញុំមានកំហុសខុសឆ្គងយ៉ាងណាក៏ដោយមានស៊ូនឹងមិនបានធ្វើប្រើពាក្យត្រគោះបោកបោកជាមួយនឹងខ្ញុំទេហើយថែមទាំងមានទឹកមុខញញឹមនាំមកនៅជាមួយនឹងទឹកមុខញញឹមដូច្នេះហើយដោយសារតែការនេះហើយខ្ញុំពិតជាអរគុណខ្លាំងមែនទែនមានស៊ូស៊ីនិន정말 착하고 친절해서 다른 곳에 가서도 잘 지냈을 거예요. គាត់ថាមានស៊ូស៊ីមានស៊ូអ្នកពិតជាចិត្តល្អអ្នកពិតជាមនុស្សល្អហើយចិត្តល្អខ្លាំងមែនទែនដោយសារតែអ្នកជាមនុស្សដែលចិត្តល្អហើយល្អដូច្នេះហើយទោះបីជាអ្នកទៅកន្លែងផ្សេងក៏ដោយអ្នកប្រកបជាមានភាពសុខសប្បាយរីករាយទីនោះជាមិនខានឆុងម៉ាល់កូម៉ាវ៉ាសលខ្ញុំពិតជាអរគុណខ្លាំងមែនទែនilhameonso 정말 큰 힘이 되었어요 គឺអ្នកពិតជាកម្លាំងចិត្តដ៏ធំមែនទែនដល់ខ្ញុំនៅពេលដែលខ្ញុំបានធ្វើការងារ 다른 곳에 가도 늘 건강하게 잘 지내세요. 꼭 연락할게요. គាត់ថាទោះបីជាអ្នកទៅកន្លែងផ្សេងក៏ដោយសូមឲ្យអ្នកនៅតែមានសុខភាពល្អហើយសុខសប្បាយជារៀងរហូត 꼭 연락할게요 យើងប្រែថាសូមខ្ញុំត្រូវតែតាក់ទងទៅអ្នកខ្ញុំប្រកាសជា연락តាក់ទងទៅអ្នកតែលេខ4គេដាក់ថា vì 그 대한 내용으로 알맞는 것을 고르십시오 ចាសូមឲ្យយើងជ្រើសរើសនៅចម្លើយដែលត្រឹមត្រូវអត្ថន័យអត្ថបទដែលគេមាននៅខាងលើហ្នឹងមានស៊ូស៊ីកា Harusie Sunkenchimita នេះគឺអត់ត្រូវទេយើងមើលទៅលើគេដាក់ថាមានស៊ូហើយនេះ Harusung អញ្ចឹងខុសអត់ត្រូវ Harusika តារឿងភាសាររោខាគេធីអូសមីដាចានេះក៏អត់ត្រឹមត្រូវដែរពីព្រោះក្នុងអត្ថបទនេះគឺគេដាក់ថាមានស៊ូស៊ីចាមានស៊ូគឺគាត់ជាអ្នកដែរទៅធ្វើការកន្លែងផ្សេងលេខ3យើងមានពាក្យមានស៊ូស៊ីកា Harusi Temune ថាការណាស់សឹងនេះដែរគាត់ថាមានស៊ូស៊ីហ្នឹងគឺដោយសារតែផារូនឹងគាត់បានខឹងចានេះក៏អត់មានបញ្ជាក់នៅក្នុងអត្ថន័យដែរគឺខុសអត់ត្រូវទេលេខ4គេដាក់ថា Harusinan min sushi eke kamsa haku isumida ចាយើងមើលទៅលើអត្ថន័យនៃសម្បត្តិដែលគាត់សរសេរគឺបញ្ជាក់ថាគាត់កំពុងតែសរសេរអរគុណទៅលើមានស៊ូចាចម្លើយយើងរើសលេខ4គឺជាចម្លើយដែលត្រឹមត្រូវអូខេគឺយកខ្វាច់ហើយលេខ5គេដាក់ថា min sushi e thehan somyonguro បាក់នឹងក៏ស៊ឺកូរឺសិបសៀវសូមអ្នករើសចម្លើយដែលត្រូវទៅលើការពន្យល់ទៅរើសចម្លើយដែលគេសូមអ្នករើសនៅការពន្យល់ដែលត្រឹមត្រូវតាក់ទងទៅនឹងមានស៊ូចាទី1គេដាក់ថាគូម៉ងឬធូរ៉ូសមីដាគាត់បានចោះចន្លោះទី2តូគូឬឆុងរីហេសមីដាគាត់បានរៀបចំនៃគ្រឿងប្រដាប់ប្រដាហ្នឹងឧបករណ៍ប្រើប្រាស់ទី3ស៊ីលស៊ូឬហាជីអាំសមីដាគាត់អត់បានធ្វើកំហុសខុសឆ្គងទេទី4ធុងញោធឺឬឆាល់តវ៉ាជុំមីដាគឺគាត់មានន័យថាគាត់ជួយមិត្តភ័ក្តិដែលធ្វើការជាមួយគ្នានឹងបានល្អណាស់ចាលេខ3ស៊ីលស៊ូឬហាជីអាន់តានៅក្នុងនេះបើយើងមើលទៅកន្លែងគាត់ដាក់ថាទោះបីជាគាត់មានកំហុសក៏ដោយក៏គាត់មិនដែរធ្វើអារម្មណ៍មួម៉ៅដែរគឺគាត់តែងតែគេទឹកមុខញញឹមគាត់ធ្វើទឹកមុខញញឹមរបស់គាត់ហ្នឹងហើយដូច្នេះហើយធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺអរគុណគាត់មែនតើចាក្នុងនេះយើងរើសយកចម្លើយលេខ4គឺជាចម្លើយដែលត្រឹមត្រូវដោយសារតែគាត់ហ្នឹងគឺជាមនុស្សដែលត្រូវរើគ្នាជាមួយនឹងបុគ្គលិកក្រុមហ៊ុនដទៃទៀតមិត្តរួមការងារគឺគាត់មានទឹកស្និទ្ធស្នាលនិងជួយគេធ្វើបានល្អអញ្ចឹងចម្លើយយើងរើសនៅចម្លើយលេខ4ជាចម្លើយដែលត្រឹមត្រូវចាឥឡូវយើងចប់មេរៀនរបស់យើងហើយសូមអរគុណក្នុងការស្ដាប់និងការមើលនៅវីដេអូរបស់ខ្ញុំហើយនឹងសូមតាមដាននៅវីដេអូបន្តទៀតចាថ្ងៃនេះគឺសូមអរគុណហើយខ
ខ្ញុំនឹងបង្រៀនវីដេអូថ្មីៗដល់បងប្អូនតាមរយៈវិទ្យាស្ថានខាងកូរ៉េចាសូមតាមដានសូមរងចាំតាមដានមើលទាំងអស់គ្នាចាអរគុណ